អាយុដំអភិសន្តិបណ្ឌិតនិងឯកអគ្គរដ្ឋទូតវៀតណាមផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រនិងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជាក្នុងបបផែនដើម្បីប្រជាជននៃប្រទេសទាំងពីរកម្ពុជាវៀតណាមការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃបានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាជាមួយឯកឧត្តមងៀនមិញវូឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជាឯកឧត្តមងៀនមិញវូបានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជាជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិតដែលបានផ្ដល់កិច្ចសហការជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជាក្នុងបបផែនរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពក្នុងពេលកន្លងមកឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិតក៏បានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតដែលទទួលបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីឯកឧត្តមងៀនមិញវូបានថ្លែងអំណរគុណនិងជូនពរឯកឧត្តមអភិសន្តិបណ្ឌិតនិងក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងមហាផ្ទៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមានសុខភាពល្អសុភមង្គលនិងទទួលបានជោគជ័យគ្រប់ភារកិច្ច